បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវមកជួបជាមួយខ្ញុំនៅវីដេអូមួយទៀតនេះខ្ញុំបានចាប់អារម្មណ៍ទៅលើបញ្ហាមួយដែលពាក់ព័ន្ធទៅនឹងបរិស្ថានហើយនឹងសុខភាពនៅក្នុងប្រជាជាតិកម្ពុជាយើងដែលពាក់ព័ន្ធទៅនឹងកាកសំណល់យានយន្តឬក៏កាកសំណល់តូចក្រយានយន្តខ្ញុំគិតថាកន្លែងហ្នឹងគួរតែអនុវត្តជាពិសេសគឺក្រសួងបរិស្ថានហើយនិងក្រសួងសុខាភិបាលគួរតែមានសេចក្តីណែនាំយ៉ាងណាដែលពាក់ព័ន្ធទៅនឹងកន្លែងជួសជុលយានយន្តឬក៏កន្លែងជួសជុលម៉ូតូនិយាយសួរស្ដាប់ថាកន្លែងជួសជុលម៉ូតូជួសជុលឡានខ្ញុំឃើញហាក់បីដូចជាអនាធិបតេយ្យក្នុងការបង្ហូរកាកសំណល់ចេញមកពីក្នុងឡានចេញពីម៉ូតូដូចជាប្រេងម៉ូតូប្រេងឡានឬក៏ការបង្ហៀនៅកាកសំណល់ផ្សេងពីម៉ាស៊ីនតាមបំពង់ស៊ីម៉ាំងឬក៏អីគ្រប់បែបយ៉ាងទាំងអស់ឃើញបង្ហៀចោលមកលើផ្លូវបង្ហៀចោលទៅលើកន្លែងជួសជុលនៅលើស៊ីម៉ង់ហូរចូលមកតាមផ្លូវឬក៏ចូលទៅក្នុងលូឬក៏ត្រង់កាកសំណល់ឡើងហើយចាក់ចូលទៅក្នុងលូអញ្ចឹងបងប្អូនត្រូវដឹងថានៅពេលដែលយើងបង្ហូរកាកសំណល់ហ្នឹងអាសារជាតិពុលនៅក្នុងកាកសំណល់ហ្នឹងវាប៉ះពាល់ដល់សុខភាពពលរដ្ឋបើនៅស្រុកគេជឿនលឿនគេប្តឹងបងប្អូនជាពិសេសគឺប្រជាពលរដ្ឋដែលនៅរៅចិត្តខាងហ្នឹងគឺគេប្តឹងយើងគេអត់ឲ្យធ្វើអញ្ចឹងទេពីព្រោះវាប៉ះពាល់សុខភាពរបស់គេអាហ្នឹងចំណុចទី1ចំណុចទី2នៅពេលដែលវាហូរចូលទៅក្នុងលូហ្នឹងវាហូរទៅណាបងប្អូនលូហ្នឹងគឺវាហូរចូលទៅស្ទឹងពលឹកបឹងបួបន្លាយទន្លេហ្នឹងឯងអញ្ចឹងវាប៉ះពាល់ដល់សុខភាពពលរដ្ឋទាំងអស់ដែលប្រើប្រាស់ទឹកទន្លេហ្នឹងប្រើប្រាស់ទឹកបឹងប្រើប្រាស់ទឹកស្ទឹងប្រើប្រាស់ទឹកបន្លាយទាំងអស់ហ្នឹងឃើញទេរួមទាំងត្រីសាច់គ្រប់បែបយ៉ាងសត្វស្លាបសត្វគោសត្វកវីសត្វជ្រូកអីដែលវាប្រើប្រាស់ទឹកហ្នឹងគឺទទួលនៅជាតិពុលទាំងអស់គ្នាបាទអញ្ចឹងខ្ញុំឧទាហរណ៍ដូចជានៅស្រុកអាមេរិកចុះគេមិនអោយយើងចាក់គ្រឿងកាកសំណល់សូម្បីតែគ្រឿងកាកសំណល់ប្រេងស្អីក៏ដោយគេមិនអោយចាក់ចូលទៅក្នុងអាបំពង់លូទឹកស្អុយទាំងអស់ហ្នឹងទេគេអត់អោយចាក់ទេបាទគឺគេមានកន្លែងចម្រោះរបស់គេបើសូម្បីតែទឹកភ្លៀងទឹកអីដែលហូរទៅហ្នឹងវាត្រូវឆ្លងកាត់កន្លែងចម្រោះមុននឹងវាហូរចូលទៅទន្លេឬក៏ចូលទៅសមុទ្រឬក៏ចូលទៅបន្លាយអីទាំងអស់ហ្នឹងអញ្ចឹងបើយើងនៅតែមកហូរអញ្ចឹងជាពិសេសគឺនៅទីក្រុងទីប្រជុំជនដូចជាទីរួមខេត្តទីក្រុងដូចជាទីក្រុងភ្នំពេញអញ្ចឹងបើយើងបណ្ដោយឲ្យនៅបង្ហៀនៅកាកសំណល់យានយន្តទាំងអស់ហ្នឹងពេញតាមផ្លូវអញ្ចឹងទៀតងាប់ហើយប្រជាពលរដ្ឋយើងម្ល៉េះហើយម្នាក់មានជំងឺនេះមានជំងឺនោះមិនចេះចំមិនចេះហើយទេមិនដឹងថាមកពីស្អីទេហើយអត់មានវិធានការអីទៅលើហ្នឹងទេខ្ញុំមិនដឹងថាវិធានការតឹងរឹងប៉ុណ្ណាឬក៏អីប៉ុណ្ណាទេប៉ុន្តែឃើញនៅតែមានសកម្មភាពនឹងដដែលបាទបង្ហូរពេញមកលើផ្លូវបង្ហូរពេញតាមផ្លូវដើរតាមអីកន្លែងយានដ្ឋានជួសជុលអញ្ចឹងគួរតែអនុវត្តច្បាប់បាទនិយាយពីអាជ្ញាធរគួរតែអនុវត្តច្បាប់និយាយអំពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ទូទៅនិងកន្លែងជួសជុលគួរតែយល់ដឹងអំពីបញ្ហានេះមិនចាំបាច់ច្បាប់អនុវត្តគឺយើងអនុវត្តខ្លួនឯងតើមានកន្លែងណាដែលត្រូវយើងចោលនៅកាកសំណល់ទាំងអស់ហ្នឹងតើយើងត្រូវមានអ្វីខ្លះដើម្បីយកមកស្តុកទុកនៅកាកសំណល់ហ្នឹងមុននឹងយើងដឹកវាយកទៅបោះចោលប្រជាពលរដ្ឋប្រើប្រាស់តាមផ្ទះដូចគ្នាយើងគួរតែចាប់ផ្ដើមអនុវត្តមិនត្រូវចោលកាកសំណល់ទាំងអស់ហ្នឹងផ្ដេសផ្ដាស់អញ្ចឹងទេព្រោះវាប៉ះពាល់សុខភាពយើងទាំងអស់គ្នាអត់មានអ្នកណាទេទាំងអស់តែគ្នាហ្នឹងបាទទាំងកូនចៅយើងទាំងអីទាំងអស់ទាំងដូនតាយើងទាំងឪពុកម្ដាយទាំងអីយើងទាំងអស់តែគ្នាហ្នឹងឯងទទួលរងនៅផលប៉ះពាល់អត់មានអ្នកណាទេបាទអត់មានអ្នកណាទេជាពិសេសគឺអ្នកដែលប៉ះពាល់មុននឹងឯងនៅកន្លែងរោងជាងនៅកន្លែងជួសជុលម៉ូតូជួសជុលឡានគឺយើងនឹងប៉ះពាល់មុនគេហ្មងអញ្ចឹងគួរតែគិតគូរអំពីបញ្ហាហ្នឹងហើយគួរបញ្ឈប់នៅសកម្មភាពទាំងអស់ហ្នឹងដើម្បីសុខសុវត្ថិភាពទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំសូមជូនតែប៉ុណ្្នឹងឯងពីព្រោះអត់មានអីវែងឆ្ងាយទៀតគ្រាន់តែសូមថាឲ្យទីមួយគោរពសិទ្ធិគ្នាទៅវិញទៅមកគោរពដល់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅដើម្បីរក្សាសុខភាពទាំងអស់គ្នា
ទាំងមនុស្សទាំងសត្វទាំងអីគ្រប់បែបយ៉ាងសិតតែទទួលផលប៉ះពាល់អំពីបញ្ហាហ្នឹងបាទអញ្ចឹងសូមអរគុណ